អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រីធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុនរួចជាស្រេចនិងរៀបចំជាប្រព័ន្ធដើម្បីវាយសម្រុកចូលទន្ទានកាន់កាប់និងឈរជើងលើទីតាំងជាច្រើនក្នុងខេត្តចំនួន4របស់កម្ពុជាស្ថិតនៅតាមបណ្ដោយព្រំដែនជាទីតាំងដែលមានការទទួលស្គាល់ជាអន្តរជាតិហើយស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីរបស់កម្ពុជានេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទីតាំងក្នុងខេត្តទាំង4នេះមានដូចជាខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់ថាតាថាវតំបន់ភ្នំទ្រាបនិងខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាមប្រាសាទតាក្របីប្រាសាទតាមួនធំតំបន់ជប់អង្គុយនិងតំបន់ជោគគ្រោះសេចក្តីថ្លែងការណ៍បន្ថែមថាការរំលោភបំពានរបស់ថៃរួមទាំងការបន្តឈរជើងនិងកាន់កាប់ដោយខុសច្បាប់ក៏ដូចជាប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តទាំង4ខាងលើរបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាបំផុតដោយមិនពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅនាថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីពីការហាម5មិនឲ្យមានសកម្មភាពញុះញង់ការប្រើកម្លាំងប្រភេទប្រដាប់ប្រឆាំងប្រជាជនស៊ីវិលនិងគោលដៅស៊ីវិលក្នុងគ្រប់កាលៈទេសៈកងទ័ពថៃកំពុងតែបង្កើនការវាយប្រហារកំទេចរចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាជាពិសេសនៅក្នុងភូមិព្រៃច័ន្ទជោគជ័យនិងបឹងត្រកួនខេត្តបន្ទាយមានជ័យមាននិងនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់របស់កម្ពុជាសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមការព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28កក្កដាឆ្នាំ2025កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី2សីហាទី10សីហានិងទី23ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលចុះហត្ថលេខានៅថ្ងៃទី26តុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានបញ្ជាក់ជារួមពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តវិធានការជាឯកតោភាគីនិងដោះស្រាយបញ្ហាទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអហិរភាពទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាជាមួយគ្នាប្រទេសថៃត្រូវដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ទទួលស្គាល់ដោយច្បាប់បាទនេះព័ត៌មានមួយបាទឥឡូវយើងចូលព័ត៌មានមួយទៀតដែលព័ត៌មាននេះគឺថ្មីទេបងប្អូនប្រភពប៉ុស្តិ៍ខ្មែរហ្នឹងបាទកម្ពុជាទាមទារឲ្យថៃដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ក្រោយបទឈប់បាញ់27ធ្នូ2025ទាហានថៃបានសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាស្ដែងក្នុងទឹកដីកម្ពុជានៅខេត្តចំនួន4រួមមានដូចជាខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់ថាថាវតំបន់ភ្នំទ្រាបខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទខ្នាមប្រាសាទតាក្របីប្រាសាទតាមួនធំតំបន់ជប់អង្គុញនិងតំបន់ជោគគ្រោះកម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឲ្យដោះស្រាយចំនួនព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់នេះបើតាមក្រសួងការបរទេសបាទនឹងព័ត៌មានមួយទៀតតកតងនឹងគណៈបកកម្លាំងជាតិតវ៉ាជំនួសរដ្ឋាភិបាល
ទាមទារឲ្យថៃត្រូវតែដកកងទ័ពចេញពីទឹកដីខ្មែរបងប្អូនមើលទៅឃើញរូបកុងតឺន័រហ្នឹងនេះតែយ៉ាងណាវិញបាទនេះបើតាមប្រភព The Cambodia Daily ខ្មែរគណៈបកកម្លាំងជាតិតវ៉ាជំនួសរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃត្រូវតែដកកងទ័ពចេញពីទឹកដីខ្មែរផ្សាយនៅថ្ងៃទី2ខែ1ឆ្នាំ2021នេះគណៈបកក្រៅរដ្ឋាភិបាលអះអាងថាត្រឹមតែដោះលែងវីរៈកងទ័ពទាំង18នាក់មិនទាន់គ្រប់គ្រាន់ទេប៉ុន្តែថៃត្រូវតែដកកងទ័ពចេញពីដែនអធិបតេយ្យប្រទេសកម្ពុជាឲ្យវិលត្រឡប់ទៅឋានភាពដើមវិញទោះនោះទៅជារឿងត្រឹមត្រូវនិងត្រូវទទួលខុសត្រូវចំពោះការចូលកាន់កាប់លើទឹកដីខ្មែរគ្រប់បែបយ៉ាងថែមទៀតគណៈបកកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី1មករានេះថាអាជ្ញាធរថៃត្រូវគោរពសិទ្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ថែមទាំងត្រូវសងជំងឺចិត្តរាល់ការខូចខាតទ្រព្យសម្បត្តិជាតិរបស់កម្ពុជាថែមទៀតដូចជាសាលារៀនផ្ទះសម្បែងមន្ទីរពេទ្យអគារស្ពានថ្នល់ប្រាសាទបុរាណរួមទាំងសំណង់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិតនិងរងរបួសផងដែរប្រពន្ធប្រដែរទាមទារឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែដាក់ពាក្យបណ្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាថែមទាំងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យកោះប្រជុំជាបន្ទាន់ចំពោះករណីថៃឈ្លានពានទឹកដីកម្ពុជាថែមទៀតចំណែកឯលោកសំរងស៊ីបានអំពាវនាវឲ្យពលរដ្ឋខ្មែរប្តឹងរដ្ឋាភិបាលថៃទៅកាន់តុលាការអន្តរជាតិដែរប៉ុន្តែការខូចខាតទាំងជីវិតមនុស្សទាំងទ្រព្យសម្បត្តិមានទាំងសងខាងគណៈបកកម្លាំងជាតិអំពាវនាវឲ្យប្រទេសថៃឡង់គោរពសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នឹងបញ្ឈប់រឿងទង្វើឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសកម្ពុជាជាបន្ទាន់តាមធម្មតាការគោរពរាល់កិច្ចព្រមព្រៀងតម្រូវឲ្យភាគីចំនួនទាំងអស់គោរពដូចគ្នាហើយខាងភាគីថៃក៏គេទាមទារឲ្យភាគីខ្មែរគោរពដូចគ្នាលក្ខខណ្ឌមួយដែលថៃទាមទារមុនដោះលែងទាហានទាំង18នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញជូនចំថ្ងៃចូលឆ្នាំថ្មីសកលគឺឲ្យកងទ័ពខ្មែរឈប់បាញ់មុនរឿងកិច្ចព្រមព្រៀងបារាំងសៀមក៏មានច្រើនសន្តានព្រោះបារាំងក្នុងនាមជាអ្នកអាណាព្យាបាលលើរាជាអាណាចក្រកម្ពុជាពីឆ្នាំ1863ដល់ឆ្នាំ1907បារាំងបញ្ចប់អត្តសន្និឃាតសំទោសបាទបារាំងបញ្ចប់អត្តសន្និយាតប្រទេសកម្ពុជាជំនួសឲ្យអាណាមលែងលើកសួយសារអាកថ្វាយព្រះចៅកូរ៉េក្រុងវេព្រះចៅក្រុងវេប៉ុន្តែព្រះបាទនរោត្តមរក្សាការទូលស្គាល់រាជាអាណាចក្រសៀមកាន់កាប់ខេត្តបាត់ដំបងស៊ីសុផុនសៀមរាបមលូព្រៃសប្ថ្ងៃខេត្តព្រះវិហារទន្លេពៅកំពង់ស្វាយនិងពោធិ៍សាត់ថ្ងៃ23-28ខែមីនាដល់ថ្ងៃ6កក្កដាឆ្នាំ1907បារាំងនិងសៀមបានព្រមព្រៀងគ្នាដោះដូរដែនដីខ្មែរដោយបារាំងប្រគល់ទីប្រជុំជនត្រាតឬខេត្តត្រាតនិងកោះគុជព្រមទាំងទឹកដីតំបន់ដានសៃជាថ្នូរនឹងខេត្តបាត់ដំបងនិងស៊ីសុផុនយកមកត្រួតត្រាវិញកិច្ចព្រមព្រៀងជាភាសាថៃបារាំងនិងអង់គ្លេសធ្វើឡើងរវាងរដ្ឋមន្ត្រីតំណាងពិសេសសាធារណរដ្ឋបារាំងVictor បាទឈ្មោះបារាំងបាទនឹងតំណាងព្រះរាជាណាចក្រថៃព្រះអង្គម្ចាស់នៃតេវិនឧទ័យវង្សក្រុមព្រះតេវង្សរូបបាទនេះឈ្មោះគេបាទបងប្អូនអានណៃទៅបាទហើយនឹងរវាងតំណាងអគ្គទេសាភិបាលឥណ្ឌូចិនបាទនេះក៏ឈ្មោះរបស់គេដែរបាទប្រចាំខេត្តកំពតឈ្មោះរុស្សូនេះបាទឈ្មោះគេបាទខ្ញុំអានត្រូវទេបាទចុះកិច្ចព្រមព្រៀងជាមួយតំណាងរាជាណាចក្រសៀមព្រះយាមហាអំណាចទយាធិបតីហៅព្រះយាសេរីមហាទេពបាទ
រីឯរឿងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស$23ឆ្នាំ91មានអ្នកសួរថាតើយកអនុវត្តលើភាគីថៃដូចម្ដេចបើរដ្ឋាភិបាលលោកហ៊ុនសែនមិនដែលគោរពផងតាំងពីឆ្នាំ1993លោកហ៊ុនសែនអាងថាកិច្ចព្រមព្រៀងនេះងឹបដូចខ្មោចអណ្ដែតទឹកវាអស់សុពលភាពនៅពេលស្រុកខ្មែរមានរដ្ឋធម្មនុញ្ញថ្មីដែលលោកមិនដែលគោរពថែមទាំងបំពេញទៀតដូចជាបណ្ដោយឲ្យបរទេសមានទីតាំងអង្គភាពយោធាលើទឹកដីខ្មែរជាដើមការលើកឡើងពីគណៈបកកម្លាំងជាតិធ្វើឡើងបន្ទាប់ពីយោធាខ្មែរទាំង18នាក់ទៅតែថៃបានដោះលែងការពេលថ្មីនេះប៉ុន្តែទឹកដីកម្ពុជាមួយចំនួននៅតែស្ថិតក្រោមការគ្រប់គ្រងដោយយោធាថៃនៅឡើយតើតើនឹងរឿងនេះលោកហ៊ុនសែនបានទាមទារឲ្យមានការកំណត់ព្រំដែនខ្មែរថៃជាថ្មីដោយការសម័យខ្មែរក្រហមប៉ុលពតស្នើរដ្ឋការក្រុងហាណូយជាច្រើនដងតាំងពីឆ្នាំ1976សុំកំណត់ព្រំប្រទល់សារជាថ្មីប៉ុន្តែក្រុងហាណូយបញ្ជាពេលរហូតវៃលុកលុយរំលំរំលើងរំលេចរបបកម្ពុជាប្រជាធិបតេយ្យយោងតាមវីដេអូឃ្លីបដែលត្រូវបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមបង្ហាញថាទោះមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី27ធ្នូរហូតឈានដល់ការដោះលែងកងទ័ពកម្ពុជាទាំង18នាក់ឲ្យត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញក៏ដោយក៏កងទ័ពថៃនៅមិនទាន់ដកកម្លាំងរបស់ពួកគេចេញពីទឹកដីកម្ពុជាដែរបាទថៃអត់ទាន់ដកកម្លាំងយោធាចេញពីទឹកដីយើងទេបាទដូចជានៅភូមិព្រៃច័ន្ទភូមិជោគជ័យនិងច្រកបឹងត្រកូលជាដើមតាមរយៈវីដេអូឃ្លីបទាំងនេះបង្ហាញថាកងទ័ពថៃបានរីលុះបន្លានិងដាក់ពង្រីទូកុងតឺន័របាទគូតុងកុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមានទំនងជាមានបំណងដាក់ជាសញ្ញាសម្គាល់ព្រំដែនថ្មីជាមួយប្រទេសកម្ពុជាគណៈព្រះសង្ឃគង់នៅវត្តជោគជ័យក្នុងភូមិជោគជ័យមានសង្ឃដីកាថាវត្តព្រះអង្គគង់ក៏ត្រូវទាហានថៃរីលុះបន្លានិងដាក់ពង្រីទូកុងតឺន័រពួតយកដែរកុងតឺន័រនេះដាក់ថ្មីទេបងប្អូនជំវិញបញ្ហានេះការសេតថៃកៅសុតបានធ្វើសេចក្តីរាយការណ៍ដោយភ្ជាប់ជាមួយនឹងវីដេអូឃ្លីបដែលកងទ័ពថៃប្រើគ្រឿងចាក់ផ្ដួលរលំផ្ទះជាច្រើនខ្នងនៅភូមិនងច័ន្ទខេត្តបន្ទាយមានជ័យកាលពីថ្ងៃ30ធ្នូ2025ថាកងកម្លាំងបារផារបស់ប្រទេសថៃបានវាយយកកំទេចផ្ទះដែលជាកម្មសិទ្ធិរបស់អិសរាជជនខ្មែរដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីយោធាថៃបានវាយលុកភូមិនងច័ន្ទក្នុងខេត្តស្រះកែវដោយជោគជ័យនៅថ្ងៃ30ខែធ្នូដោយចាត់ទុកថាជាភូមិក្នុងទឹកដីថៃហៅបាននងចានប្រភពដដែលបានបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធថៃបានចាត់ទុកប្រតិបត្តិការនេះថាជាអំណោយឆ្នាំថ្មីដល់ប្រជាជនថៃពិសេសអ្នកស្រុកបាននងច័ន្ទនឹងឯងដែលរងចាំការទាមទារយកមកវិញដោយស្របច្បាប់និងប្រើប្រាស់ដីធ្លីរបស់ពួកគេជំវិញសង្គ្រាមកម្ពុជាថៃរយៈពេល21ថ្ងៃកន្លងទៅនេះក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ30ធ្នូថាជនស៊ីវិលខ្មែរស្លាប់ក្នុងការវាយប្រហារ32នាក់ដែលក្នុងនោះគឺមានកុមារម្នាក់និងរបួស95នាក់គណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបានរងការខូចខាតជាង200កន្លែងនិងក្នុងវងចោក៏ដាក់213កន្លែងបាទប្រភពដដែលអះអាងថាសង្គ្រាមវាយសន្ធើបពីយោធាថៃបណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ160ខ្នងអគារឯកជន7កន្លែង7ទីតាំងបាទសន្តាគារ5ទីតាំងស្ថានីយ៍ប្រេង1ទីតាំងរថយន្ត27គ្រឿងម៉ូតូ1គ្រឿងលានទិញដំឡូង1កន្លែងឃ្លាំងទំនិញ1កន្លែងចង្រុកស្រូវចំនួន1សត្វព្រៃ2ក្បាលដែលក្នុងនោះគឺមានសត្វដំរី1ក្បាលនិងបង្គោលអង្តែនទូរស័ព្ទ2កន្លែងផងដែរជនស៊ីវិលថៃក៏មានស្លាប់ការខូចខាតក្នុងខេត្តថៃចំនួន4ដំណំណាស់ដែរក្រោមក្របបែករ៉ុកកែតប្លង់ BM21 Grad
ក្រោមក្រោយកងទ័ពកម្ពុជាទាំង18នាក់ត្រូវបានថៃដោះលែងអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេកសុជាតិលើកឡើងនៅថ្ងៃទី1មករានេះថាពេលនេះនិមមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហើយចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជាជាបន្តបន្ទាប់មកនេះបាទព័ត៌មាននេះគឺមានប្រមាណប៉ុណ្ណេះឯងបងប្អូនហើយខ្ញុំបាទនឹងអដេតព័ត៌មានជាបន្តទៀតនៅពេលក្រោយទៀតបាទហើយរាល់បងប្អូនណាដែលមកថ្មីអត់ទាន់បានចុច Subscribe Channel របស់ខ្ញុំបាទសូមបងប្អូនមេត្តាជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីៗជាបន្តជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលា